ព្រមទ្រម100%ត្រូវបានសៀមគ្រប់គ្រងទាំងស្រុងហើយហេតុអ្វីបានជាថ្នាក់ដឹកនាំរបស់កម្ពុជានៅតែលាក់បាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនចា៎នេះគឺជាពាក្យសម្ដីរបស់បងក៏ដូចជាអ៊ំឬក៏ប្រឆាំងនៅក្រៅប្រទេសហើយក៏ជាមតិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលគាត់តែងតែខមមិននៅលើផុសរបស់បងទាំងអស់នោះផងដែរហើយខ្ញុំសូមបញ្ជាក់បងប្អូនថាបងប្អូនកំពុងតែធ្លាក់ចូលនៅក្នុងអន្ទាក់សង្គ្រាម Cyber War របស់គេហើយតែអ្វីទៅជាសង្គ្រាម Cyber War និយាយឲ្យងាយយល់ហើយខ្លីគឺជាសង្គ្រាមដែលគេវាយប្រហារមកតាមអ៊ីនធឺណិតដូចជា fake news ដូចជាអីជាដើមបើសិនជាបងប្អូនចង់ដឹងច្បាស់អាចចូលទៅមើលវីដេអូដែលខ្ញុំនិយាយអំពី disinformation ដែលគេបានប្រើនៅក្នុងសង្គ្រាម Cyber War ងាយហើយស្រួលយល់បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋខ្មែរខ្លះគឺកំពុងតែធ្លាក់ចូលនៅក្នុងសង្គ្រាមមួយហ្នឹងគឺវង្វេងវង្វាន់ចលាចលហើយអត់ទុកចិត្តទៅកាន់អ៊ីរិករដ្ឋាភិបាលទេប៉ុន្តែបែរជាទុកចិត្តនឹងជឿទៅលើព័ត៌មានដែលសត្រូវវាបហាមកកាន់យើងវិញជាពិសេសគឺមានក្រុមប្រឆាំងដែលគាត់បានយកព័ត៌មានក៏ដូចជារូបភាពទាំងអស់នោះដែលវាមិនមែនជាការពិតឬក៏អ្វីដែលបុគ្គលគិតថានឹង real ប៉ុន្តែតាមពិតទៅវា fake អញ្ចឹងយកមកផុសអញ្ចឹងទៅធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងគឺទៅតែម្ដងគឺដួលដោយមិនបាច់ច្រើនដើម្បីកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងនាំបងប្អូនទៅមើលរូបភាពប៉ុន្មានស្លឹកនេះដែលបងប្អូនតែងតែគិតថាសៀមបានយកទៅបាត់ហើយតែឋានៈដឹកនាំរបស់កម្ពុជាបានលាក់បាំងមកកាន់បងប្អូនខ្ញុំនឹងបង្ហាញបងប្អូនមួយឲ្យងាយយល់ទីតាំងមួយនេះគឺមានឈ្មោះថាភូមិខឿអញ្ចឹងបើសិនជាយើងក៏លេខមើលទៅកាន់ Google Map បងប្អូនស៊ីបងប្អូនឃើញទេនេះគឺជាផែនទីរបស់ប្រទេសកម្ពុជារបស់យើងហើយនេះគឺជាប្រទេសឡាវហើយនេះគឺជាប្រទេសសៀមហើយនេះគឺជាតំបន់ដែលបងប្អូនកំពុងតែឃើញរាល់ថ្ងៃហើយបងប្អូនកំពុងតែចលាចលហើយនឹងធ្វើឲ្យបងប្អូនកំពុងតែព្រួយបារម្ភអូខេឃើញទេបងប្អូនគ្រាន់តែយើងដាក់ប៉ុណ្្នឹងមករូបភាពហ្នឹងគឺវាចេញមកបញ្ជាក់ហ្មងថានៅទីកន្លែងណាបងប្អូនខ្ញុំចង់ប្រាប់ថាទាំងមើលល្អវាដែលឲ្យផលមកអាក្រក់ឯង so ឥឡូវបងប្អូនមើលប៉ុណ្ណឹងច្បាស់ហើយមែនទេនេះភូមិខឿប៉ុណ្ណាណីឃើញអត់ភាសាសៀមយល់អត់អញ្ចឹងបើសិនជាបងប្អូនកលេចមើលយើងគ្រាន់តែដាក់ដូចខ្ញុំដាក់មិញអញ្ចឹងណាយើងដាក់លើ map បងប្អូនឃើញរូបភាពទេឥឡូវបើសិនជាយើងចូលទៅកាន់រូបភាពអូខេឃើញទេមាន fake ក៏មានកុហកណាបងប្អូនប៉ុន្តែខ្ញុំចង់ធ្វើវីដេអូនេះឡើងកុំឲ្យបងប្អូនហ្នឹងគឺមានការតបបំងល់ឬក៏ពេលខ្លះចោតដាក់បន្ទុកទៅកាន់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់កម្ពុជាហើយបងប្អូនមើលទៅណាមើលឃើញជាក់ស្ដែងណាអានេះគឺអីគេទីតាំងនៅកន្លែងណាហើយនេះគឺអាបកែអ៊ូតអាកម្មាតពេកមួយហ្នឹងយ៉ាគេធ្វើអញ្ចឹងពីថ្ងៃមុនមិនអាប៉ែមួយហ្នឹងដើរទៅតាមផ្លូវហ្នឹងហើយចូលថងកន្លែងហ្នឹងហើយវាមិនលើកដៃ like ធ្វើអញ្ចឹងហើយនៅវាជាងអល់ថាហ្នឹងគឺជាដែនអធិបតេយ្យភាពរបស់កម្ពុជាតែតាមពិតខកទីទៀតគឺខ្ញុំនឹងឲ្យមើលឯកសារខ្លះៗដែលខ្ញុំដកស្រង់ចេញពី Wikipedia ឲ្យបងប្អូនកាន់តែច្បាស់ថែមទៀតដើម្បីស្រាយចម្ងល់ទៅកាន់បងប្អូនណានេះទីតាំងនេះគឺទីតាំងនេះទីតាំងនេះហើយនេះអាដើមឈើងងុយហ្នឹងអូខេមើលប៉ុណ្ណឹងបានហើយសង្ឃឹមថាបងប្អូននឹងយល់នេះពីថ្ងៃមុនអាប៉ែមួយមិញហ្នឹងវាដើរទៅតាមហ្នឹងយល់ទេយល់ទាំងអស់គ្នាបងប្អូនមែនទេអញ្ចឹងវាដើរទៅតាមហ្នឹងរួចហើយវាចូលនៅកន្លែងហ្នឹងហើយបានវាគ្រប់ទង់ជាតិជាដូនជាតាម៉ាកង់របស់វានេះអញ្ចឹងទៅ so ហើយនេះគឺទីតាំងឃើញជាក់ស្ដែងបងប្អូនគ្រាន់តែដាក់ប៉ុណ្្នឹងវាលោតចេញមកបាត់ហើយហើយតែខកឲ្យចេញពីភូមិគឺប៉ុណ្ណាណីដែនដីអធិបតេយ្យភាពរបស់កម្ពុជារបស់យើងនៅតែដល់ហ្នឹងនៅតែដល់ឡាវអញ្ចឹងមិនថាបងប្អូនកំពុងតែធ្លាក់ចូលនៅក្នុងសង្គ្រាម Cyber War របស់គេហើយយើងក៏លេខមកកាន់ Wikipedia វិញគេសរសេរថាម៉េចស្រុកភូសាយស្ថិតនៅណាវិញស្ថិតនៅភាគឦសាននៃខេត្តឧបលហើយវាក៏ជាប់ព្រំប្រទល់ជាមួយនឹងឡាវផងដែរពេលខ្លះរឿងខ្លះដូចខ្ញុំបាននិយាយវីដេអូទី1ដែលខ្ញុំនិយាយអំពី disinformation ដែលគេវាបហាតាមរយៈសង្គ្រាម Cyber War អញ្ចឹងរឿងខ្លះបញ្ហាខ្លះគេអត់អាចបកស្រាយបានទេធ្វើតែរឿងអាក្រោយៗឲ្យបានសិនទៅដូចជាការពាក្យហិការតំណែងរបស់សៀមអីហ្នឹងប៉ុន្តែប៉ុណ្ណឹងធ្វើមិនបានផងគាត់តែគេបញ្ចុះតម្លៃតិចតួចវោទៅដូចអ្នកសុំទានអានេះគឺខ្ញុំនិយាយចំពោះតែអ្នកទាំងអស់ហ្នឹងណាសម្រាប់អ្នកដ៏ល្អអរគុណពីព្រោះរឿងទាំងអស់ហ្នឹងបេះដូងខ្ញុំជាខ្មែរច្បាស់ណាស់ថាពេលដែលខ្ញុំឃើញភាពលំបាករបស់បងប្អូននិងការតស៊ូលះបង់របស់បងប្អូនវីរៈកងទ័ពគាត់ពិបាកប៉ុណ្ណាគាត់លះបង់ប៉ុណ្ណាគាត់រឿងប៉ុណ្ណឹងយើងធ្វើអត់បានមែននេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនឲ្យបានយល់និងបានដឹង